Ok,មុនហ្នឹងយើងបានបង្កើតនៅ table student ក៏ដូចជា academic ណាអញ្ចឹងនៅក្នុងវីដេអូនេះយើងបង្កើតអឺតារាងមួយគឺ department ដែលនៅក្នុងនេះយើងមាន set is active active ណាជាមួយខ្ញុំបញ្យល់បន្ថែមអូខេឥឡូវយើងចូលមកតារាងរបស់យើងណា database របស់យើងមាន student ហើយយើងបញ្ចូលទិន្នន័យចំនួនហើយ academic ក៏យើងបានបញ្ចូលទិន្នន័យមួយចំនួនដែរណាអញ្ចឹងឥឡូវយើងបង្កើតតារាងថ្មីមួយទៀតគឺ create table TB department ណាអញ្ចឹង department គឺសម្រាប់ទុកពុំមាន department ដែលសិស្សចុះឈ្មោះណាអញ្ចឹងនេះយើងមាន department ID អញ្ចឹង department វាអត់ច្រើនទេតែពេលខ្លះវាក៏អាចច្រើនជាងacademic ហ្នឹងអញ្ចឹងយើងប្រើ small n នៅកន្លែងនេះ small n វាបានរហូតដល់30000អញ្ចឹងវាអត់ជាបញ្ហាទេហើយ auto increment ណាអូខេ primary key ណាតបមកយើងមាន name មាន department name អញ្ចឹងខ្ញុំប្រើ varchar អញ្ចឹង department name យើងឲ្យ255បណ្ដោយទៅឈ្មោះខ្លះ department name តែនៅនេះខ្ញុំប្រើ not null មានន័យថាត្រូវតែបញ្ចូលទិន្នន័យដាច់ខាតណាបើអត់បញ្ចូលទេវាមានបញ្ហាអញ្ចឹងយើងអាចមាន description មានអីបន្តទៀតតែយើងអត់នៅនេះខ្ញុំអត់ប្រើទេខ្ញុំមាន is active អញ្ចឹងមានន័យថាកាលណា active មួយវាកំពុងតែដំណើរការឬក៏យើងប្រើប្រាស់ is active 0មានន័យថាយើងអត់ប្រើវាទេណាអញ្ចឹងនៅនេះយើងប្រើ tiny in តែនៅនេះយើងយកតែមួយទេអញ្ចឹង default ណាយើងមាន keyword default គឺ active ណា is active កន្លែងនេះខ្ញុំថែមពី field ទៀតគឺ create add មានន័យថាបង្កើតនៅពេលណាណាអញ្ចឹងនៅនេះខ្ញុំប្រើ time stamp យើងមាន default ណា automatic វាយកតម្លៃអីគេយក current time stamp ណាអញ្ចឹងវាចាប់យកម៉ោងពីម៉ាស៊ីនអញ្ចឹងនៅមួយទៀតយើងមាននេះupdate add ណា updated add មានតែកែនៅពេលណាតែកែឲ្យវាចាប់យកម៉ោងពេលដែលគេកែពីម៉ាស៊ីនតែម្ដងណាកែពីម៉ាស៊ីនអញ្ចឹងនៅកន្លែងនេះយើង on update អញ្ចឹងបើសិនបើយើងប្រើ MySQL server អត់មានទេណា SQL server ដាក់ត្រឹមតែប៉ុណ្ណេះទេហើយក៏អត់មាន time stamp ដែរប្រើ date time ណា on update ឲ្យវាយក current time stamp ណាអញ្ចឹងវានឹងចាប់យកតម្លៃថ្មី automatic នៅពេលយើងកែទោះយើងចូលកែផ្ទាល់ក្នុង database ក៏ដូចគ្នាដែរណាអូខេឥឡូវសំណួរសួរថាតើនៅពេលដែល insert data នេះខ្ញុំត្រូវការអីខ្លះអញ្ចឹង field មួយនេះ auto increment អញ្ចឹងយើងអត់ចាំបាច់ insert ទេអានេះចាំបាច់ណាត្រូវតែមានis active default មួយអញ្ចឹង automatic មិនបាច់ទេអញ្ចឹង auto create update add គឺ automatic ទាញយកមកពីម៉ាស៊ីនអញ្ចឹងយើងបញ្ចូលតម្លៃតែណែមួយទេណាតែណែមួយទេអញ្ចឹងឥឡូវខ្ញុំ copy ពីនេះមកហ្មងកុំអោយចំណាយពេលយូរអូខេឧទាហរណ៍នេះ insert into department ណាដាក់ឈ្មោះត្រូវមកអ្វីដែលបញ្ចូលតែណែមួយទេអានេះ automatic មួយអញ្ចឹងយើងមិនបាច់បញ្ចូលទេណាកាលណា0មានន័យថាវាអត់ត្រូវបានគេប្រើទេអញ្ចឹងយើងមាន computer science ខ្មែរ literature English អញ្ចឹងទៅ math physics chemistry មានអាចមានហូរហែបន្តទៀតណា
អូខេឥឡូវខ្ញុំ insert data ឲ្យគ្នាយើងមើលមួយហើយចាំមើលខ្ញុំយើងទាញមកចេញមកមែនណាខ្ញុំ copy ទាំងអស់នេះមកហើយខ្ញុំទៅបង្កើតចឹង match over bin ដាក់ password របស់យើងមកអានេះ provider យើងនេះចឹងឥឡូវយើងអ្នកនរគ្នាអាច right click set database នេះជា default schema ក៏បានណាឬក៏យើង run command មួយគឺ use ឈ្មោះ database យើងណា database យើងនេះអូខេចឹងនៅក្នុងនេះយើងបើយើងនិយាយទៅយើងមានតារាង2ណាតារាង2ហើយដែលយើងបង្កើតនៅវីដេអូមុនណាតារាង2ហើយគឺ academic ហើយនិង student ណាចឹងនៅក្នុងនេះខ្ញុំ paste នេះបន្តទៅមកចឹងយើងនឹងបង្កើត department ណា8ណាចឹងវាចេញ warning ណាតកតងជាមួយនឹង depreciate will be removed អូខេអានេះវាចង់ឲ្យយើងប្រើចង់ប្រើ in ឬក៏អីតែអត់ជាបញ្ហាទេហើយយើង insert ណាចឹង insert ចូលជោគជ័យចឹងយើងសាកមើលselect by from EB department ណាទូធំអត់ប្រកាន់នេះវា automatic convert ដល់សតតូចណាអញ្ចឹងយើងឃើញអានេះ ID automatic ណា auto increment ចំណែក is active automatic មួយអញ្ចឹងនេះឃើញទេពេលបង្កើតវាយកចាប់យកម៉ោងពីម៉ាស៊ីនហ្មងនេះថ្ងៃតែខ្ញុំកំពុងថតនេះអញ្ចឹងបើសិនបើខ្ញុំដូរតម្លៃនេះមួយណាគេដាក់0ហើយយើងសាក select ឡើងវិញវា update ហ្នឹងណាមួយទេអញ្ចឹងនៅកន្លែងនេះខ្ញុំ set ឥឡូវយើង say statement មក update ណាឥឡូវយើង say នៅខាងនេះយើង set តម្លៃបើថា ID ស្មើ1ឬក៏ស្មើ6ចុះឲ្យវានេះណាដល់ say នេះហ្មងចាប់ខ្ញុំ copy update ណា update គេ TB department យើង set អីគេ set is active ស្មើ0ណា set active ស្មើ0តែយើង set មួយណាឥឡូវខ្ញុំ set នេះណា sleep 6វាអីគេ department ID ស្មើ6ណាអូខេអញ្ចឹងចាំមើលបើសិនបើខ្ញុំកែអានឹងកែតម្លៃនេះអញ្ចឹងថ្ងៃបើសិនបើថ្ងៃខុសគ្នាវានឹងដូរនេះតែឥឡូវយើងចាំមើលតែម៉ោងណាព្រោះម៉ោងនេះដូចគ្នាអញ្ចឹងបើសិនបើមាន record ណាមួយកែអា update add នេះគឺកែ automatic ហ្មងតាមរយៈ command នេះ on update ឥឡូវខ្ញុំ select update ណា update នេះ0នេះ0នេះឥឡូវយើងវាឡើងវិញវាចេញ0តែម៉ោងយើងឃើញម៉ោងហ្នឹងនេះម៉ោង 12:59 នេះឥឡូវជាម៉ោង 13ណាអូខេអញ្ចឹងកាលណាយើងកែតម្លៃណាមួយនៅក្នុងនេះគឺ update add នេះគឺដើរ automatic ហ្មងនេះឃើញទេកន្លែងនេះណាកន្លែងនេះអូខេអញ្ចឹងកន្លែងហ្នឹងណាកន្លែងហ្នឹងហើយករណី not ណានេះមានត្រូវតែបញ្ចូលតម្លៃអញ្ចឹងបើកន្លែងណាខ្ញុំយើង set ឬក៏យើងមើលតម្លៃចោលគឺអត់បានទេណាត្រូវតែឥឡូវឧទាហរណ៍យើងថាលេខ5ចុះហើយកន្លែងនេះយើងក្បៀសមកយើង set ហើយយើងឲ្យណែមណាស្មើណាប់ណាតែវាអនុញ្ញាតអត់នេះវា error នេះ name column cannot be null ណាអញ្ចឹងត្រូវតែបញ្ចូលតម្លៃ
តែបើយើងដាក់បន្តអញ្ចេះបានទេបានណាដោយសារអីតហ្នឹងគឺចាត់ទុកថាជាអក្សរតែអត់មានតម្លៃណាឥឡូវយើង select ឡើងវិញនេះអញ្ចឹងឥឡូវខ្ញុំ update វិញទៅជា physics ណា physics SIC សេខុសឬក៏មិនទេណាយើង set ចំមួយទៅអូខេចឹងយើងពីបែបហ្នឹងណាចឹងអានេះទៅដូរតម្លៃនេះអូខេយើង select វាឡើងវិញមកនេះពីរនេះអត់ដូចគ្នាមានន័យថានៅក្នុង record មានការកែប្រែអូខេអញ្ចឹងយើងជួបគ្នាវីដេអូក្រោយទាក់ទងនឹងបង្កើតតារាងមួយទៀតយើងហៅថា enrollment ដែលមាន relationship ជាមួយ3តារាងនេះតើយើងចងវាមិនណា